មានសត្វលាមួយក្បាលកំពុងត្រេកចរដើររកចំណីសត្វលានោះចេះតែដើរក៏បានមកដល់ចំការពត់របស់ស្វាយដោយចៃដន្យអេស្អីគេនោះជាសត្វស្អីហ្នឹងហើយទៅមើលឲ្យចិត្តបន្តិចសិនអូជាសត្វលាទេតាណែសត្វលាអញឆាប់ចេញទៅកុំមកបំផ្លាញដំណាំរបស់យើងឲ្យសោះណាចេញភ្លាមទៅគ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចានហើយខ្ញុំអស់កម្លាំងណាស់សុំអ្នកកំដេញខ្ញុំអីខ្ញុំឃ្លានខ្លាំងណាស់តើអ្នកមានអាហារសេះសល់ខ្លះទេឲ្យខ្ញុំសុំឆៃបន្តិចមកខ្ញុំមិនបានឆៃអីច្រើនថ្ងៃហើយឯងថាម៉េចហ្នឹងឯងអត់ចំណីច្រើនថ្ងៃហើយអូត្រូវហើយខ្ញុំនិងប្រពន្ធកូនខ្ញុំអត់មានចំណីអីឆៃទេអាកាសធាតុក្តៅខ្លាំងពេកស្មៅនៅក្បែរជំរករបស់ខ្ញុំងាប់អស់គ្មានសល់ខ្ញុំរកចំណីមិនបានទេមេត្តាដាក់ទានឲ្យខ្ញុំផងហើយមើលតែឯងកំសត់ដល់ហើយណោះមិនអីទេឯងចាំនៅត្រង់នេះសិនហើយកុំឲ្យទៅណានិយាយចប់ស្វាយក៏រត់ទៅហៅមិត្តភក្តិរបស់គេណែស្វាយមកទៅសត្វលានេះគួរអាណិតណាស់ត្រូវហើយតើពួកយើងគួរជួយវាយ៉ាងម៉េចតើមានជួយយ៉ាងម៉េចបើវាអត់ចំណីគឺជួយរកចំណីឲ្យវាឆៃនឹងហើយត្រូវហើយសត្វលាវាឆៃស្មៅជាអាហារអញ្ចឹងពួកយើងទៅច្រូតស្មៅនៅក្នុងចំការពត់របស់ស្វាយយកមកឲ្យវាឆៃទៅចាំមិនដែរគំនិតល្អទេល្អណាស់គូលែនស្មៅនោះគ្នាគង់តែច្រូតចោលដដែលទេអញ្ចឹងទៅច្រូតយកមកឲ្យលានេះឆៃតែម្ដងទៅវាក៏បានឆ្អែតហើយយើងក៏បានបន់ថែមទៀតផងតាប្រញាប់ទៅច្រូតស្មៅទៅអញ្ចឹងចាំខ្ញុំជួយនិយាយចប់ពួកគេក៏ប្រញាប់ទៅច្រូតស្មៅនៅក្នុងចំការពោតលុះច្រូតរួចហើយក៏នាំគ្នាត្រកងស្មៅម្នាក់មួយបាច់ដាក់ពីលើក្នុងលាណែលាកំសត់ឯងយកស្មៅទាំងអស់នេះទៅឆៃនៅជំរកឯងចុះបាទអរគុណហើយស្វាយអរគុណគ្រប់គ្នាដែលមានចិត្តទូលាយជួយយកអាសាខ្ញុំត្រេកអរណាស់បើអញ្ចឹងខ្ញុំសូមលាទៅវិញសិនហើយឯងប្រញាប់ទៅចោះសត្វលាក៏បានដើរចេញទៅហើយរដូវនេះក្តៅស្ងួតហួតហែងណាស់ហើយក៏អត់មានភ្លៀងធ្លាក់ទៀតស្មៅនៅតំបន់ខ្លះក៏ងាប់អស់អញ្ចឹងហើយទើបសត្វលានោះគ្នាពិបាករកចំណីយើងអាចជួយគ្នាបានក៏ចេះតែជួយទៅមិត្តរបស់ខ្ញុំមកចិត្តទូលាយមែនទែនត្រឹមត្រូវហើយណាសម្លាញ់ប៉ុន្មានថ្ងៃក្រោយមកសត្វលានោះក៏បានសុំស្មៅពីស្វាយម្ដងទៀតស្វាយនិងមិត្តក៏ចេះតែច្រូតស្មៅក្នុងចំការឲ្យលាននោះជារឿយបងសម្លាញ់បងមកវិញហើយបងមកហើយអូនណែអូនថ្ងៃនេះបងបានស្មៅមកច្រើនណាស់ពួកយើងឆៃពី3ថ្ងៃទៀតមិនអស់ផងល្អណាស់បងគិតទៅពួកយើងសំណាងដល់ហើយណោះបានចំណីមកឆៃស្រួលដោយមិនបាច់ប្រឹងណែបងនៅចំការរបស់ស្វាយនោះសម្បូរចំណីណាស់មែនទេមែនហើយអូននៅទីនេះសម្បូរសប្បាយណាស់ស្អីក៏មានដែរប្រសើរណាស់បើអញ្ចឹងពួកយើងនាំកូននាំចៅទៅនៅចំការរបស់ស្វាយតែម្ដងទៅអូននឹងបានសោយសុខហើយបងក៏មិនបាច់នឿយហត់ត្រូវធ្វើដំណើរទៅមកបែបនេះទៀតអាយ៉ាគំនិតអូនឯងល្អអន្តាមិនអីទេប្រពន្ធសម្លាញ់បងនឹងបញ្ញាប់ចាត់ការភ្លាមស្អែកឡើងសត្វលាឈ្មោលក៏បានធ្វើដំណើរមកចំការរបស់ស្វាយម្ដងទៀតស្មៅទាំងអស់នេះឯងឆៃ 4-5 ថ្ងៃទៀតមិនអស់ផងរួចរាល់ហើយឯងប្រញាប់ទៅចុះអរគុណហើយស្វាយខ្ញុំមានរឿងមួយចង់ប្រាប់អ្នកគឺថាស្អែកនេះខ្ញុំសូមយកប្រពន្ធកូនខ្ញុំមកច្រកកោននៅចំការរបស់អ្នកហើយសង្ឃឹមថាស្វាយមិនថាអីទេខ្ញុំលាទៅវិញសិនហើយណាសត្វលៀននោះក៏បានចេញទៅណែពួកឯងមានលើសត្វលៀននោះវានិយាយទេវាធ្វើបែបហ្នឹងមិនជ្រុលហួសហេតុពេកទេដឹងមែនហើយពួកយើងខំជួយវាប៉ុណ្ណឹងហើយតែវាបែរជាខ្ជិលច្រអូសមិនខំប្រឹងរកចំណីដល់ខ្លួនឯងហើយចង់នាំប៉ពួររបស់វាមកដេកឆៃស្រាប់នៅចំការរបស់ស្វាយទៀតពិតជាលោភលន់ពេកហើយមែនហើយសត្វលៀននេះវាលោភលន់ណាស់ខ្ញុំមិនបដ ாய் ឲ្យវាធ្វើផ្ដេសផ្ដាសទៀតទេពួកឯងត្រូវជួយខ្ញុំណាមិនអីទេស្វាយមានអីឯងប្រាប់ពួកយើងមកចុះស្អែកឡើងសត្វលាកំចិលក៏នាំប្រពន្ធកូនរបស់វាមកចំការពត់របស់ស្វាយពិតមែន
ពួកយើងមកដល់ហើយមែនទេនៅចំការនេះមែនទេបង ត្រូវហើយអេមិនក៏ទៅជាអញ្ចឹងអ្នកណាមកធ្វើរបងចិត្តឈឹងហើយចុះពួកយើងចូលតាមណាទៅ មែនហើយបងចំការរបស់ស្វាយប៉តរបងជុំវិញចិត្តទៅហើយมันអាចចូលទៅបានទេខ្ញុំថាពួកគេមានបំណងរារាំងមិនឲ្យពួកយើងចូល មិនអីទេអូនបើចូលចំការរបស់ស្វាយមិនបានយើងចូលចំការជាប់នេះទៅក៏មានចំណៃច្រើនមិនខ្វះដែរ ល្អបើអញ្ចឹងយើងប្រញាប់ចូលទៅតបបងតតាចាស់កប់សត្វលា ណែអាលាចង្រៃឯងចង់មកបំផ្លាញដំណាំរបស់យើងមែនទេឆាប់ចេញទៅចេញភ្លាមទៅមើលរកស្អីគប់វាឲ្យណានៃសិនមើល អូយគេកប់ត្រូវអូនហើយអូយឈឺណាស់ អាយ៉យអូយត្រូវស្អីតែអូនឯងបងក៏ត្រូវមកដុំដីដែរអាយ៉យចប់អាលាចង្រៃឯងមិនព្រមចេញមែនទេនេះណែអូយអូយតោះនៅត្រង់នេះទៀតមិនបានទេអូនបញ្ញាប់ទៅចម្រោករបស់យើងវិញទៅឲ្យឆាប់ឡើង អូយចាំអូនផងនៅទីបំផុតសត្វលាលបលុនក៏ចាក់ចេញទៅដោយមិនបានចំណីហើយត្រូវឈឺចាប់ទ្រង់ខ្លួនថែមទៀតចំណេះជីក៏ឯងបុគ្គលលបលុនរមែងជួបសេចក្តីអន្តរាយសូមរងចាំទស្សនាវគ្គបន្ត គ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចាន